Okay សួស្តីអ្នកគ្នាចឹងក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកគ្នាពីការសរសេរអក្សរខ្មែរនៅក្នុង LaTeX ចឹងអានេះខ្ញុំមានឯកសារទទេមួយហើយខ្ញុំនឹងឥឡូវយើងសាករ៉ានឯកសារហ្នឹងចឹងឥឡូវរ៉ានឯកសារគឺអ្នកគ្នារ៉ានធម្មតាគឺអ្នកគ្នាចុចកន្លែង quick build ចឹងតែឥឡូវខ្ញុំចង់បង្ហាញអ្នកគ្នាពីថា step by step ហ្នឹងគឺវារ៉ានមិន under the hood គឺវារ៉ានមិនចឹងខ្ញុំបើក terminal មួយហើយយើងរ៉ានធម្មតាចឹងតាមធម្មតាពេលខ្ញុំចុចរ៉ានគឺវាប្រើ command pdf latex ហើយឈ្មោះ file យើងអូខេចឹងពេលរ៉ានទៅគឺវាចេញហើយនេះគឺ PDF របស់យើងគឺនេះ hello there អូខេដល់ខ្ញុំបើក PDF នេះខ្ញុំដាក់នៅ line នេះហើយខ្ញុំរ៉ាននៅ line នេះចឹងឧបមាថាយើងចង់វាយអក្សរខ្មែរឥឡូវបើសិនយើងដាក់អក្សរខ្មែរនៅក្នុង file latex របស់យើងឧបមាថាយើងដាក់អូខេភាសាខ្មែរចឹងពេលអ្នកគ្នារ៉ានដល់ខ្ញុំរ៉ាននៅក្នុង terminal ចឹងពេលនេះរ៉ានទៅនឹងឃើញថាវាអត់ស្គាល់ Unicode របស់ខ្មែរទេអូខេហេតុផលគឺសារតែពេលគេបង្កើត LaTeX ដំបូងគឺគេ render តែពួកអក្សរ font Latin អូខេតែពេល Unicode ផ្សេងគឺវាអត់ comparable ចឹងដើម្បី run អក្សរខ្មែរបានគឺយើងត្រូវប្រើcompiler ផ្សេងហើយយើងត្រូវប្រើ package ផ្សេងដើម្បី handle Unicode ហ្នឹងអញ្ចឹង package ដែលយើងប្រើហ្នឹងគឺ use package យើងប្រើ package ហ្នឹងគឺឈ្មោះ font spec អូខេហើយ compiler ដែលយើងរ៉ានហ្នឹងគឺcompiler ឈ្មោះ ZLaTeX មាន compiler មួយឈ្មោះ LuaTeX អញ្ចឹងអាហ្នឹងខ្ញុំអត់សូវដឹងទេហ្នឹងបើសិនជាស្រាវជ្រាវទៅអ្នកគ្នាដឹងថែមទេតែរបស់ខ្ញុំប្រើហ្នឹងគឺ ZLaTeX ហើយអានេះបើសិនជាអ្នកគ្នានៅក្នុងដូចអានេះ text maker ដើម្បីចុច run ហ្នឹងហើយវាប្រើ ZLaTeX គឺអ្នកគ្នាចូលកន្លែង option configure text maker ហើយកន្លែង error កន្លែង quick build អ្នកគ្នាចុចកន្លែង ZLaTeX ទៅហើយ okay ទៅពេលអ្នកគ្នាចុច quick build ទៅគឺវាប្រើ ZLaTeX ហ្នឹងហើយអូខេអញ្ចឹងនៅក្នុង terminal បើសិនយើងចង់ប្រើ ZLaTeX គឺយើងប្រើ command ZLaTeX ហើយឈ្មោះ file របស់យើងចឹងពេលយើងប្រើទៅគឺវាប្រាប់ថាអូខេអក្សរខ្មែររបស់យើងគឺវាឃើញថាវាព្យាយាមប្រើ font របស់ LaTeX Latin Modern Roman ចឹងវា render អក្សរខ្មែរអត់ការដោយសារតែវាប្រើ font អង់គ្លេសចឹងខ្ញុំចូលមក file របស់យើងវិញចឹងfont spec នេះ package ហ្នឹងគឺវាផ្ដល់ឲ្យយើងនៅ command ច្រើន command មួយដែលយើងអាសាប្រើគេហ្នឹងគឺ font spec ចឹង font spec គឺសម្រាប់ដូរ font អក្សរចឹងដើម្បីប្រើនេះអ្នកគ្នាប្រើcommand ហ្នឹងអ្នកគ្នាគួរតែដាក់វានៅក្នុង group curly braces ចឹង command គឺ font spec ហើយ parameter របស់វាគឺឈ្មោះ font របស់យើងខ្មែរអញ្ចឹងខ្ញុំដាក់ខ្មែរ OS សៀមរាបអញ្ចឹង font របស់យើងគឺបានតែ font នេះទេ font true type និង open type សៀមរាបតែអីទេ font ទាំងអស់ហ្នឹងគឺប្រយ័ត្ន font ទាំងអស់គឺស្ទើរតែ true type open type ទាំងអស់អញ្ចឹងពេលអ្នកគ្នារ៉ានទៅអានេះខ្ញុំរ៉ាននៅក្នុង terminal អ្នកគ្នាមើលចុងក្រោយរ៉ានទៅវាមាន error ទេហើយ PDF របស់យើងនេះគ្នាវាមានអក្សរអង់គ្លេសអាហ្នឹងអក្សរខ្មែរអូខេ good ចាឥឡូវខ្ញុំមកនេះវិញអូខេចឹងដើម្បីសេះអក្សរខ្មែរបានគឺប៉ុណ្ណឹងអូខេប៉ុណ្ណឹងឯងហើយកុំតែគេគិតថាបើសិនយើងសេះអក្សរខ្មែរពេលយើងសរខ្មែរអ្នកគេទៅសេះអញ្ចឹងវារៀងវា inconvenient អញ្ចឹងនៅក្នុង LaTeX បើសិនជាឯកសាររបស់យើងឯកសាររបស់យើងសិតតែសេះអក្សរខ្មែរអញ្ចឹងគេមានcommand មួយប្រាប់ថាអូខេឯកសាររបស់យើង main font របស់យើងគឺ font ខ្មែរហើយទៅយើងដាក់ font ហ្នឹងទៅគឺវារ៉ានយើងចាំបាច់ទៅសេអញ្ចឹងទេអូខេអញ្ចឹងឥឡូវខ្ញុំលុបអានេះចេញហើយខ្ញុំលុបនេះចេញហើយនៅក្រោម font spec នេះគឺយើងប្រើ command មួយឈ្មោះ set main font ហើយយើងដាក់ឈ្មោះ font ដែលយើងចង់ដាក់ជា main font នៅក្នុង document របស់យើងខ្ញុំដាក់ខ្មែរ OS សៀមរាបអញ្ចឹងពេលយើងរ៉ានអញ្ចឹងពេលយើងរ៉ាននេះខ្ញុំចង់ឲ្យគ្នា pay attention ទៅ output line នេះតិចចានេះគឺនៅពេលយើងអត់ទាន់រ៉ានអូខេ font អង់គ្លេសយល់គឺបែបនេះ font ខ្មែររបស់យើងត្រូវដាក់ font spec ខ្មែរ OS សៀមរាបឥឡូវខ្មែររបស់យើងគឺយើងអត់ចាំបាច់ដាក់ទេហើយអង់គ្លេសរបស់យើងក៏យើងចាំបាច់ដាក់ដែរឥឡូវយើងសាករ៉ានអូខេ enter អ
ចឹងវាយើងរានទៅយើងឃើញថាអក្សរខ្មែររបស់យើងគឺ font ខ្មែរយើងត្រូវក៏ប៉ុន្តែ font អង់គ្លេសរបស់យើងគឺដូរហើយផលនេះគេចេះនៅពេលយើងប្រើ set main font ហ្នឹងគឺអក្សរនៅក្នុងឯកសាររបស់យើងទាំងអស់គឺសិតតែជា font ខ្មែរ OS សៀមរាបចឹងអក្សរអង់គ្លេសក៏ដោយក៏វា apply ខ្មែរ OS សៀមរាបដែរចឹងទៅវាជាបែបនេះអូខេអញ្ចឹងnó saiត្រឹមហ្នឹងគឺបើសិនជាអត់ខ្វល់រឿង output នេះទេអាហ្នឹងគឺបានហើយអ្នកខ្ញុំយកកូដហ្នឹងទៅប្រើទៅបានហើយអញ្ចឹងកូដហ្នឹងវាមានតែ2ជួរហ្នឹងទេអូខេប្រើ font spec ហើយនឹង set main font កុំតែបើសិនជាខ្ញុំមាន OCD ដូចខ្ញុំនេះគឺគេថាវា unacceptable អូខេវាfont អង់គ្លេសវាអត់ស្អាតអញ្ចឹងទៅចង់ដូរអូខេអញ្ចឹងក្នុងវីដេអូហ្នឹងចាប់ទៅមុខទៀតទៅគឺខ្ញុំនឹងដោះស្រាយបញ្ហាហ្នឹងអូខេអញ្ចឹងយើងចង់ដូរ font អង់គ្លេសនេះមកខ្លាចជា font អង់គ្លេសយើងចង់បានអញ្ចឹងដោះស្រាយមួយដែលវា naive គឺយើងប្រើ command របស់ font spec ហ្នឹងគឺយើងដូរ font manually font អង់គ្លេសហ្នឹងអញ្ចឹងក្នុងអង់គ្លេសនេះគឺយើងដាក់ថា font spec ហើយយើងដាក់ឈ្មោះ font អង់គ្លេសដូរ font ហ្នឹងមកអូខេចឹងfont នេះគឺអ្នកចង់ដាក់ font អីក៏បានដែរ Time New Roman តែពេលគ្នារានទៅfont អង់គ្លេសនេះវាជា font Time New Roman ក៏តែបើសិនជាគេចង់ឲ្យ font ហ្នឹងវាស្តៀងជាមួយ font LaTeX font LaTeX គឺ font ឈ្មោះហ្នឹងគឺឈ្មោះញ៉ាំចាំដូចជា Computer Modern Roman អូខេញ៉ាំចាំខ្ញុំអាចខុសក៏ប៉ុន្តែ font ហ្នឹងគឺជា font របស់ Meta Font ចឹង font spec ហ្នឹងគឺវាអាច render font បែបហ្នឹងបានទេ font spec វា render បានតែពួក true type និង open type ក៏ប៉ុន្តែ fortunately មាន font true type និង open type ដែលស្តៀងជាមួយនឹង meta font របស់ font default របស់ LaTeX ហ្នឹង font ហ្នឹងគឺឈ្មោះ Latin Modern Roman ចឹងfont នេះខ្ញុំកុំព្យូទ័រនេះប្រហែលជា font ហ្នឹងក៏ប៉ុន្តែក្នុងកុំព្យូទ័ររបស់ខ្ញុំវាដូរឈ្មោះវាដាក់ឈ្មោះហ្នឹងទេវាដាក់ឈ្មោះ LM Roman ហើយវាជាងត្រូវដាក់12ចេះបានមាននេះចឹងfont ហ្នឹងគឺវាស្តៀងជាមួយ font LaTeX font default របស់ LaTeX ចឹងអ្នកគ្នា save វាទៅ run វាទៅគឺហ្នឹងវាស្តៀង font LaTeX ហ្នឹងឯងអូខេវាអត់ដូចហ្មងឯងតែវាស្តៀងចឹងណោះសារហ្នឹងវា naive ដោយសារតែពេលអ្នកគ្នាមានអក្សរអង់គ្លេសអ្នកគ្នាទៅដូរអញ្ចឹងអ្នកគ្នាអាច optimize វាអ្នកគ្នាអាចdefine new command ថាអូខេមកជួបប៉ុណ្ណឹងអ្នកគ្នា define វាដោយអក្សរ en អញ្ចឹងអូខេក៏ប៉ុន្តែវានៅតែបញ្ហាហ្នឹងនៅតែតារានៅពេលអង់គ្លេសយើងត្រូវ manually ដូរអញ្ចឹងយើងអត់ចង់ធ្វើអញ្ចឹងយើងចង់ឲ្យ LaTeX ហ្នឹងពេលវាឃើញអក្សរអង់គ្លេសវាដូរ font អង់គ្លេសខ្លួនឯង font ខ្មែរវាដូរ font ខ្មែរខ្លួនឯងអញ្ចឹងដំណោះស្រាយគឺមានអូខេមានយើងប្រើ package ឈ្មោះ Yucha Classes អញ្ចឹងឥឡូវខ្ញុំបង្ហាញ package ហ្នឹង documentation របស់ package ហ្នឹងអញ្ចឹងpackage ឈ្មោះ Yucha Classes គេចូលមើលទៅអូខេអញ្ចឹងនេះ Yucha Class អញ្ចឹង package ហ្នឹងគឺសម្រាប់ដូរ font ពី Unicode block មួយទៅ Unicode block មួយទៀតអញ្ចឹងអ្នកគ្នាអានមើលទៅគឺអ្នកគ្នាអាច figure out វាបានហើយអូខេអញ្ចឹងឥឡូវខ្ញុំបង្ហាញនៅ code ហ្នឹងអញ្ចឹងលុបនេះចេញអញ្ចឹង code ហ្នឹងឥឡូវខ្ញុំលុបអានេះចេញខ្ញុំលុបប៉ុណ្នេះចេញហើយសាក់រ៉ាន់វាអូខេអញ្ចឹងវាចេញបែបនេះខ្មែរឲ្យសៀមរាបទាំងអស់ឥឡូវយើងប្រើ solution របស់យើងហ្នឹងដែលយើងប្រើ package Yucha Class ឥឡូវខ្ញុំរាប់ចាត់ទុកថានេះគឺ solution ទី1ហើយYucha Class បន្ទាប់ហ្នឹងគឺខ្ញុំហៅថា solution ទី2អញ្ចឹងខ្ញុំចូលនៅក្នុង note របស់ខ្ញុំព្រោះតែខ្ញុំអត់ចាំកូដដែរអញ្ចឹងយើងប្រើ package ហ្នឹង Yucha Class ហើយយើង copy មកទៅនេះអូខេអញ្ចឹងខ្ញុំចូលកន្លែងនេះហើយខ្ញុំប្រីវាទូតិចទេអញ្ចឹងកន្លែងនេះគឺយើងដាក់ឲ្យវា indentation ឲ្យវាត្រូវទៅអញ្ចឹងកូដហ្នឹងគឺយើងប្រើនេះ package មួយឈ្មោះ Yucha Class ហើយយើងដាក់បង្កើត font family ថ្មីក្នុងហ្នឹងយើងហៅថាខ្មែរ family និង English family ហើយនេះយើងដាក់ឈ្មោះ font ដែលយើងចង់ដាក់យើងត្រូវការចង់បានទៅអូខេអញ្ចឹង
ហើយកន្លែង literature smart text ហ្នឹងឡើយហ្នឹងអ្នកគ្នាមកចាំដាក់ក្បាលហើយកន្លែងហ្នឹងគឺសម្រាប់ពេលអ្នកគ្នាទៅសេ quotation ណាបើសិនជាអត់ដាក់ហ្នឹងទេ quotation វាមើលទៅវាអត់ត្រូវអូខេវាអត់ចេះ quote ដូច LaTeX default អញ្ចឹងតើយើងដាក់បែបនេះអូខេអញ្ចឹងយើង initialize font family 2ហ្នឹងតមកទៀតគឺយើងប្រើ command 2នេះ command 2នេះគឺចេញមកពី ucha classes អានេះវាប្រាប់យើងថានៅពេលដែលវាចូលទៅដល់ Unicode ខ្មែរគឺវាប្រើ font ខ្មែរហើយនៅពេលដែលវាចូល font Latin គឺវាប្រើ English family អូខេហើយកន្លែង set main font នេះគឺយើងដាក់ទៅដែរលេអូខេឥឡូវយើងសាក run អញ្ចឹងគេសាកមើលនេះដំបូងគឺ font ទាំងអស់គឺប្រើខ្មែរ OS សៀមរាបទាំងអស់អញ្ចឹងនៅពេលយើងថែមកូដនេះទៅពេលអ្នកគេ run ទៅអ្នកគេឃើញថាfont អង់គ្លេសឥឡូវវាជាដូរខ្លួនឯងមកអូខេពេលអ្នកគេសេអង់គ្លេសទៅវាដាក់ខ្មែរវាដាក់Latin Modern Roman ហើយដល់ពេលសេសខ្មែរគឺវាដាក់ខ្មែរឲ្យសៀមរាបអូខេចំណុចខ្សែទី2ហ្នឹងគឺវាជិត perfect ទេអូខេវាមានបញ្ហាបន្តិចមួយចឹងបញ្ហាហ្នឹងគឺតាក់ទងជាមួយនឹងការប្រើ font ផ្សេងទាំងខ្មែរទាំងអង់គ្លេសលេងដាក់ font ខ្មែរចឹងឥឡូវមកថាអក្សរខ្មែរហ្នឹងគេចង់ដាក់ font ផ្សេងខ្ញុំថាចង់ដាក់ខ្មែរបូកូចឹងអូខេគេចង់ដាក់បូកូនឹង manually មកថានេះជាបូកូហើយអ្នកគេចង់ប្រើ font ខ្មែរឲ្យបូកូអញ្ចឹងគេប្រើ font spect ឥឡូវនេះគួរដាក់ចេះហើយឥឡូវនេះអ្នកគេដាក់ខ្មែរ OS បូកូហើយឥឡូវនេះគេបិទនេះវិញហើយពេលអ្នកគេ run ទៅអ្នកគ្នាឃើញថាវាអត់ដាក់បូកូឲ្យអ្នកគ្នាទេអូខេវាដាក់ខ្មែរឲ្យសៀមរាបទៅដែរអញ្ចឹងនៅខ្សែទី2ហ្នឹងគឺវាមានបញ្ហាកន្លែងហ្នឹងវាមាន imperfection កន្លែងហ្នឹងពេលអ្នកគ្នាប្រើ font ផ្សេងគឺវាប្រើអត់កើតអញ្ចឹងយើងចូលដល់ដំណោះស្រាយទី3អញ្ចឹងដំណោះស្រាយទី3នេះគឺខ្ញុំ collapse នេះហើយយើងចូលមើលទី3ហ្នឹងគឺខ្ញុំអត់ come up with ខ្លួនឯងទេអូខេខ្ញុំចូលមើលខ្ញុំសួរសំណួរហ្នឹងនៅក្នុងអ៊ីនធឺណិតទៅហើយការខ្ញុំឃើញ post មួយរបស់គ្រូអូសាយនេះអញ្ចឹងអ្នកគេចូលមើលទៅអ្នកគេឃើញថាគ្រូអូសាយគាត់មានគ្រូអូសាយគាត់មានបញ្ហាហ្នឹងដែរហើយគាត់មានតាំងពីមក10ឆ្នាំមុនហើយគេរ៉ានទៅវាអត់ចេះដូរ font អញ្ចឹងហើយទៅពេលនេះមានប៉ែមួយនេះគឺគាត់មានដោះស្រាយរបស់គាត់ដោះស្រាយនេះគឺគាត់ប្រើ package មួយឈ្មោះ eToolbox អូខេគាត់ប្រើ ucha class ហើយនឹង eToolbox ហ្នឹងអញ្ចឹងមែនទៅគឺខ្ញុំ copy code ពីហ្នឹងហើយខ្ញុំកែតិចតួចអូខេខ្ញុំឲ្យវាសម្របតាមការទៅសេ code របស់ខ្ញុំអញ្ចឹងឥឡូវយើងចូលមក version ទី3នេះគឺយើងថែមប៉ុណ្ណេះអូខេហើយនឹង use package ថ្មី eToolbox ឥឡូវខ្ញុំ copy នេះខ្ញុំចូលមក test របស់យើងហ្នឹងហើយកន្លែង set transition ហ្នឹងគឺយើងលុបចេញអូខេហើយយើង paste វាកូដថ្មីអញ្ចឹងកូដថ្មីនេះខ្ញុំវាក៏មិនយល់ដែរអូខេតែខ្ញុំអាចព្យាយាមបញ្ចូលអ្នកគ្នាបានអញ្ចឹងកូដថ្មីហ្នឹងគឺវាប្រើ command នេះ new robust command គឺចេញមកពី eToolbox ខ្ញុំគួរតែ use package eToolbox ចឹងវាបង្កើតនៅ command ថ្មីឈ្មោះ English font ហើយនិងខ្មែរ font English font ហ្នឹងគឺវាប្រើ English family ក៏ប៉ុន្តែវាបង្កើត command ថ្មីមួយទៀតឈ្មោះ English current English ហើយនេះវាបង្កើត command ថ្មីមួយទៀតឈ្មោះ current ខ្មែរអូខេហើយតមកទៅយើង initialize font ពីរហ្នឹងហើយតមកទៅគឺយើង set transition ចឹងនៅពេលវា Latin យើងប្រើ font អង់គ្លេសហើយនៅពេលចេញពី Latin គឺយើងប្រើខ្មែរហើយអានេះយើងដដែលទេហើយកូដហ្នឹងចឹងឥឡូវយើងឃើញថាកូដហ្នឹងពេលយើង run ទៅគឺវានឹងដើរអូខេហើយដើរមានថាពេលបូកូដែលចង់ដាក់ហ្នឹងគឺវាចេញបូកូឲ្យចេញបូកូដែលយើង expected អូខេចឹងប៉ុណ្ណឹងចឹងដល់ខ្សែទី3គឺហើយអញ្ចឹងពីអរគុណតែប៉ុណ្្នឹងគឺចប់ដំណឹងទៅមុខទៀតហ្នឹងគឺខ្ញុំចង់និយាយពីកែតិចតួចចឹងឡើយនេះតែមុខទៀតហ្នឹងវាមិនមែនបញ្ហារបស់ស្អីគេ ucha class ទេវាជាបញ្ហារបស់ font spec ទេអូខេអញ្ចឹងឧទាហរណ៍ឡើយនេះបើសិនជាគេចង់ដាក់ font អក្សរដិតចឹងឧទាហរណ៍ដូចជានេះគេប្រើ text bf ហើយនេះគេដាក់អក្សរដិតណាដិតចឹងពេលអ្នកគ្នា run ទៅគឺអ្នកគេឃើញថាវាអត់ដិតទេឥ
អានេះដើម្បីឲ្យឃើញថាវាដិតអត់តយើងដាក់ឲ្យវាពណ៌សចឹងទៅវារៀងចាំងតិចចឹងអូខេវាអត់ដិតទេចឹងដើម្បីឲ្យវាដិតបានគឺអានទៅតាម font spec នេះគេចូលមកកន្លែងនេះគេដូរនៅកន្លែងនេះក៏បានតែពិតកន្លែងពីរហ្នឹងគេទៅដាក់ដូចគ្នាអូខេវាមានសិទ្ធិសញ្ញាខ្លះដែលដាក់មួយទៅវារានទៅចេញអត់វា unexpected ចឹងឡើយនេះអ្នកគ្នាថែមខ្ញុំថែមអានេះចុះដើម្បីចេញដិតគឺនៅក្នុង font spec នេះគ្នាមាន option មួយឈ្មោះ auto fake bold ចឹងអានេះវា fake bold ទេណា 1.2 ហើយដល់ពេលនេះគេរានទៅអានេះតើខ្ញុំដាក់កុំឲ្យពណ៌ខ្មែរអូចឹងអូខេចឹងតើយើងដាក់ទាំងពីរអូខេចឹងមកយើងដាក់នៅកន្លែងនេះមួយទៀត sorry auto fake bold ស្មើ 1.2 ចឹងពេលយើងរានទៅគឺវាចេញអក្សរដិតដែរអូខេចឹងអាហ្នឹងយ៉ាទាំងអស់ហ្នឹងគឺអ្នកគ្នាអាចរើបាននៅក្នុងនេះ documentation របស់ font spec ចឹងខ្ញុំបើកឲ្យគ្នាមើលទៅ font spec ចឹងអ្នកគ្នាបាច់អានទាំងអស់ទេអ្នកគ្នាមើលតែកន្លែងនេះទៅហើយមើលតែរបស់ណាដែលគ្នាចង់អានទៅចឹងដូច auto fake bold នេះគេវាទីសាសប្រើអញ្ចឹងអ្នកគ្នាអានទីទួទៅគឺដឹងហើយអូខេអញ្ចឹងមុននឹងបញ្ចប់វីដេអូខ្ញុំនឹងរានកូដរបស់យើងហ្នឹងហើយខ្ញុំដាក់អក្សរហ្នឹងឲ្យវាច្រើនអូខេឲ្យចង់ថារានមើលទៅវាស្អាតអត់ចឹងឥឡូវខ្ញុំលុបអានេះចេញហើយនៅក្នុង note របស់ខ្ញុំនេះមាន dummy text ប៉ុនេះខ្ញុំចូល no I don't want to comment ខ្ញុំចូលមកនេះហើយខ្ញុំ copy វាខ្ញុំចូលមកឡាទឹករបស់ខ្ញុំវិញខ្ញុំ paste អូខេឥឡូវខ្ញុំ zoom នេះវាទួយប៉ុណ្ណេះចាឥឡូវយើងសាក run វាអូខេ boom អូខេអញ្ចឹងពេលអ្នកគ្នា run ទៅអ្នកគ្នាឃើញថា well អក្សរអង់គ្លេសវាចេញដូច font LaTeX ឯងអូខេអក្សរខ្មែរយើងវា font ស៊ីមរៀបហើយកុំតែអ្នកគេឃើញវាអត់ចេះចូលបន្ទាត់អញ្ចឹង head font ហ្នឹងវាតាក់ទងជាមួយនឹង font spec ទេអញ្ចឹងដើម្បីវាចេះចូលបន្ទាត់ហ្នឹងគឺអ្នកគ្នាមកកូដរបស់យើងហើយនេះខ្ញុំចូល note របស់ខ្ញុំដែរហើយនេះខ្ញុំ search នេះគេ local ហ្នឹងអញ្ចឹងអ្នកកូដពីរនេះគឺសម្រាប់ប្រាប់ថាប្រាប់ font spec ថាអូខេ local របស់យើងប្រើខ្មែរហើយអានេះភាសាចូលបន្ទាត់អីចឹងយើងមកនេះវិញហើយយើងដាក់វានៅខាងក្រោម font spec នេះចេះពេលអ្នកគ្នា run ទៅអ្នកគ្នាឃើញថាវាចេះចូលបន្ទាត់ដែរអូខេហើយអានេះមួយទៀតអានេះតើទាំង font ដោយសារ font ខ្មែររបស់យើងវាមានជើងមានអីចឹងយើងមើលទៅវារៀងខ្ពស់ជាង font អង់គ្លេសអញ្ចឹងឡើយនេះយើងដូរវានៅកន្លែងនេះនៅកន្លែងយើង initialize នេះអញ្ចឹងពេលហ្នឹងយើងអាចថែមមួយទៀតគឺ scale នេះខ្ញុំដាក់ 0.85 ចុះអូខេ no scale គឺស្មើមិនដកទេហើយអីទៀតមួយទៀតកាត់ពេលវាចុះបន្ទាត់គេថាអង់គ្លេសនេះពេលចុះបន្ទាត់ទៅហើយខ្មែរចុះបន្ទាត់មើលទៅវាអត់ស្មើគ្នាអញ្ចឹងទៅអានេះគឺយើងមាន command មួយសម្រាប់កំណត់ប្រវែងវាចុះបន្ទាត់ហ្នឹងគឺ line spread 1.2 អញ្ចឹងមួយវា default តែពេល 1.2 វាធំជាងនឹង0.2 ដងអញ្ចឹងហើយឥឡូវយើង run ចឹងអ្នកឃើញថាចូលបន្ទាត់ទៅវាមើលទៅវាផាក់ផែគ្នាហើយអក្សរខ្មែររបស់យើងប្រវែងនៃអក្សរខ្មែរយើងវាផាក់ផែជាមួយនឹងប្រវែងអង់គ្លេសអូខេហើយកន្លែងខ្ញុំឃើញកន្លែងមួយដែលវាអត់ត្រូវនេះកន្លែងនេះកន្លែងវា quote នេះកន្លែងតែពិតទៅវាត្រូវតែដោយសារតែខ្ញុំ copy អក្សរមកពីគេហ្នឹងកន្លែងហ្នឹងគឺគេប្រើនេះគេប្រើនេះអញ្ចឹងក្នុង LaTeX គឺយកប្រើហ្នឹងឯងគឺយើងប្រើ quote អូខេអញ្
chẳng bây giờ ran tới cứ nó ngày vì quote trời ok này này có quote trời đây good chẳng video tại tân cho mùi năng cả sẽ số không ai còn thấy nó cứ miên phân nào ok chẳng này khi copy code năng từ pra tới cứ bàn đấy chẳng đấy chụp những trong video cái đây bye 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 bye